បងប្អូនថ្ងៃនេះខ្ញុំជួនលំហាត់ប្រាណសម្រាប់បងឈឺជង្គង់លំហាត់ប្រាណឈឺជង្គង់នេះគឺយើងហាត់ពង្រឹងសាច់ដុំផ្នែកខាងលើនិងផ្នែកខាងក្រោមដើម្បីជួយទប់សន្លាក់ជង្គង់បងប្អូនហើយមួយទៀតនៅពេលដែលបងប្អូនឡើងចដាឬក៏ពេលដើរឬក៏ពេលឈរអីគឺបន្ថយការឈឺចាប់អញ្ចឹងតោះមកហាត់មួយខ្ញុំទាំងអស់គ្នាបងប្អូនមុននឹងចូលលំហាត់ប្រាណណាដែលអត់ទាន់ follow page កុំភ្លេចជួយ follow page ហើយ share វីដេអូនេះផងលំហាត់ប្រាណទី1គឺយើងមានជញ្ជាំងបងប្អូនទប់ទៅលាជើងបន្តិចហើយបងប្អូនទប់ជញ្ជាំងចាទប់ជញ្ជាំងឲ្យនឹងមកហើយបងប្អូនរុញតាគៀកចេញចារុញតាគៀកចេញបន្តិចមកហើយកុំភ្លេចគឺរក្សាឆ្អឹងខ្នងឲ្យត្រង់ហើយយើងព្យាយាមចតើតឡើងហើយយើងតម្លាក់ចុះថ្នមបើសិនជាបងប្អូនអ្នកដែលឈឺជង្គង់យើងព្យាយាមធ្វើ5ហើយយើងសម្រាកហើយយើងធ្វើម្សាទៀតចារុញតាគៀកចាហើយព្យាយាមចាលើកជើងចុះឡើងហើយតម្លាក់វិញថ្នមប៉ុន្តែអត់ដល់ដីទេកាញ់ជើងយើងគឺអត់ដល់ដីទេរួចយើងធ្វើឡើងមកវិញហើយក្នុងម្ដងបងប្អូនអាចធ្វើ5ជុំហើយពេលព្រឹកពេលថ្ងៃពេលល្ងាចពេលណាក៏បានដែរអត់ទៅបងប្អូនមានពេលព្យាយាមធ្វើទាំងអស់គ្នាលំហាត់ប្រាណទី2គឺយើងត្រូវមានជញ្ជាំងប៉ុន្តែយើងទប់ត្រូវមានចំហជាងមុនបងប្អូនចាដាក់ខ្លួនឆ្ងាយមកទំហំដៃមកហើយបងប្អូនចតើតបន្តិចហើយយើងព្យាយាមរុញជង្គង់ទៅក្រោមហើយបងប្អូនលុញមកវិញហើយបងប្អូនតម្លាក់ចុះហើយបាសជើងឡើងលើចាបងប្អូនលំហាត់ប្រាណនេះមួយបងប្អូនមានពេលវែងបងប្អូនអាចហាត់10ទៅ20ជុំហើយក្នុងម្ដង5ទៅ10នាទីបានតែបើសិនជាបងប្អូនអត់ពេល1នាទី2នាទីក៏បានដែរប៉ុន្តែព្យាយាមធ្វើឲ្យបានញឹកញាប់ក្នុងមួយថ្ងៃធ្វើ3ទៅ5ដងអរគុណ